អ្នកទាំងអស់គ្នាគួរតែស្វែងយល់ពីវីរុសរលាកថ្លើមចំនួន5ប្រភេទសំខាន់ដែលឆ្លងទៅមនុស្សជាញឹកញាប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះការរលាកថ្លើមមានចំនួន5ប្រភេទដូចជាការរលាកថ្លើម A ថ្លើម B ថ្លើម C ថ្លើម D ជាមួយនឹងថ្លើម E ការរលាកថ្លើម A គឺជាការឆ្លងតាមអាហារជាមួយនឹងទឹកកខ្វក់ហើយវាក៏មានវ៉ាក់សាំងការពារដូចគ្នាការរលាកថ្លើម B គឺជាការឆ្លងតាមឈាមការឆ្លងតាមទំនាក់ទំនងផ្លូវភេទនិងពីម្ដាយទៅកូនហើយវាក៏មានវ៉ាក់សាំងការពារដូចគ្នាការរលាកថ្លើម C គឺជាការឆ្លងតាមឈាមឬក៏ការមុតមកចូលទៅនឹងដៃឬក៏ស្បែកយើងដែលមានដាច់រលាត់ហើយវាមិនមានវ៉ាក់សាំងការពារទេការរលាកថ្លើម D គឺជាការឆ្លងតាមឈាមការរលាកថ្លើម D វាមានលក្ខណៈពិសេសខុសពីថ្លើមដទៃអញ្ចឹងការរលាកថ្លើម D គឺជាការដែលកើតមានទៅលើអ្នកដែលមាន Hepatitis B តែប៉ុណ្ណោះការរលាកថ្លើម E គឺជាការឆ្លងតាមទឹកកខ្វក់ហើយវាក៏មានវ៉ាក់សាំងការពារដូចគ្នាប៉ុន្តែវាមិនទាន់ទូលំទូលាយបំណងល្អពីមន្ទីរពិសោធន៍ Biotra សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកលេខទូរស័ព្ទ012 444 606និង016 444 606